iPhone 11បងប្អូនបាទបញ្ហាអត់ដើរកាមេរ៉ាក្រោយបាទគុណ1គុណ2តែ 0.5 ដើរធម្មតាហើយពេលដែលយើងធ្វើការពុះមកនោះយើងឃើញថាមានស្នឹមស្នឹមតោងនៅកន្លែងនេះតែតាមទៅនោះបេចធ្លាប់ចូលទឹកណាឥឡូវយើងនឹងធ្វើការសម្អាតវាហើយបងប្អូនមើលថាវាមានឆ្លងចំណុចកន្លែងណាអត់ណាអូខេឥឡូវយើងបានធ្វើការលើក IC ពីគ្រាប់នឹងចេញហើយព្រោះយើងសង្ស័យថានៅខាងក្រោមហ្នឹងគឺមានស្នឹមណាបាទអញ្ចឹងពេលដែលយើងលើកទៅគឺឃើញថាមានស្នឹមមែនណាស្នឹមលើ IC មួយនេះណាបាទឥឡូវយើងនឹងធ្វើការផ្លាស់ប្ដូរ IC ពីនឹងចោលតែម្ដងកុំឲ្យមានការសង្ស័យថែមទៀតណាពេលយើងបន្ទាប់ពីយើងធ្វើការផ្លាស់ប្ដូរ IC ទៅយើងក៏បានធ្វើការតេស្តមើលណាបាទកាមេរ៉ាលឹបគុណ2ចាញ់ហើយបាទគុណ1អានេះវានេះខូច 0.5 ទៀតបាទ